2បាទយើងក៏មានវីដេអូ highlight ពេញមួយការប្រកួតសម្រាប់បងប្អូនដែលមិនបានទស្សនាពេញអាចទស្សនានៅក្នុងវីដេអូ highlight នេះផងដែរដែលនេះគឺជាជំនួបបាទនៃការប្រកួតដ៏ធំដ៏ជក់ចិត្តប្រចាំសប្តាហ៍ Cambodia Classic Match រវាងក្រុមទាំងពីរមុននឹងការប្រកួតចាប់ផ្ដើមគឺជាការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការបាទចាប់ដៃគៀវរកិច្ចស្វាគមន៍គ្នាសម្រាប់ក្រុមទាំងពីរជាមួយនឹងលោកអញ្ញាកណ្ដាលដែលត្រូវកាត់សេចក្តីនៅក្នុងការប្រកួតព្រលឹមកញ្ចែកែបាល់ដំបងចេញពីជើងរបស់បង្កេតឯកសណ្ឋានអាវពណ៌សខោពណ៌សស្រោមជើងពណ៌សបាទស្របពេលដែលភ្នំពេញក្រោនឯកសណ្ឋានអាវក្រហមខោក្រហមស្រោមជើងពណ៌ក្រហមនេះគឺជាការរកគ្រាប់បាល់ដំបងរបស់បង្កេតតាមរយៈការទាត់ដ៏ល្អពីខ្សែប្រយុទ្ធម៉ាត់នរុននៅនាទីទី7ការបញ្ជូនបាល់យ៉ាងល្អពី Ego Bento ការបញ្ឆោតពី Bevan ហើយការបញ្ចប់ទីរបស់ម៉ាត់នរុនធ្វើឲ្យបង្កេតនាំមុខភ្នំពេញក្រោន1-0នៅក្នុងនាទីទី7យ៉ាងណាក៏ដោយភ្នំពេញក្រោនក៏មានឱកាសវាយបកតាមមកវិញប៉ុន្តែការសម្រុករបស់ភ្នំពេញក្រោនហាក់ដូចជាមិនមានប្រសិទ្ធភាពស្របពេលដែល Makelo Teles ក៏ព្យាយាមនៅក្នុងការរកគ្រាប់បាល់តាមស្មារតីវិញប៉ុន្តែត្រូវបានបដិសេធដោយអ្នកចាំទីកយសេលីមនេតូថ្ងៃនេះមិនមានឱកាសក៏ដូចជាការសុទ្ធបាទសម្ដៅទៅលើទីទេស្របពេលដែល Bevan មានឱកាសទាត់មួយជើងដូចគ្នាមុននឹងបញ្ចប់ការប្រកួតវគ្គទី1អ៊ីមរតនាទាត់ទៅជាមួយនឹងជើងរបស់អាន់ដ្រេនីអេតូហើយលោកហៅបន្តក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតឈានចូលដល់វគ្គទី2កែបាល់ចេញពីជើងរបស់ភ្នំពេញក្រោនដាក់សម្ពាធក៏ដូចជាដាក់គំនាបនៅក្នុងការសង្កត់ទៅលើបង្កេតខ្លាំងមែនទែនបងសាមយូអែលរុញបាល់ចូលមកក្នុងទើសជាមួយនឹងកីឡាករបាទលេខ5របស់បង្កេតហើយក៏បាល់ឡងទៅលើរបាទីជឿងវិស្ណុបាទព្យាយាមការពារខ្លាំងមែនទែនខណៈដែល Makelo Teles ថ្ងៃនេះបាទលេងពេញ90នាទីតែម្ដងឱកាសបង្កើតច្រើនមែនទែនប៉ុន្តែមិនអាចបាទជួយឲ្យក្រុមបាទទទួលបានលទ្ធផលល្អការតែតកន្លែងនេះមួយក៏នៅសល់បាទ Sin Broken Kelly បាទនៅឈប់បាំងទីមុំបាទអង្គទី2របស់បង្កេតក្រោះបាល់ចូលមកក្នុង Maxim Preden ឈរតែតែម្នាក់ឯងប៉ុន្តែការតែតនេះមិនចំគោលដៅឡើយខណៈដែលបង្កេតក៏មានឱកាសទាត់មកវិញបាទពី Nob David ជាមសំណាងក៏សង្គ្រោះបាល់បាន Luis Zabala ទាញផុតពី3ក៏ទាត់ឆ្វេងល្អមែនទែនផុតជំហររបស់អ្នកចាំទីជាមសំណាងគប់ផុត Maxim Preden ទាញមកមួយទាត់ឆ្វេងនេះបាទគឺគ្មានសល់ទេអូហូយអូហូយ2-0ហើយ Makelo Teles ក៏ព្យាយាមកាត់បាល់មកក្នុង Raul Mihai Feher ក៏ទាត់ទៅឡងជាមួយនឹងបាទសាលីមហើយនឹងតាំងមុនឆៃនេះបាទឡងធ្លាក់មកបាទមុនរ៉ាសាលីមព្យាយាមជះបាល់ដែរប៉ុន្តែជះមិនបានសម្រេចណែកាត់មកបាទរុញពី Raul Mihai Feher បាទឡងជាមួយនឹងបាទបុនឆៃហើយក៏តែជាគ្រាប់បាល់បាទមួយគ្រាប់គុតរបស់ភ្នំពេញក្រោនតែចុងម៉ោងនេះសម្រុកខ្លាំងណាស់បាទសម្រុកខ្លាំងមែនទែនពីភ្នំពេញក្រោនបាទការព្យាយាមទាត់មួយជើងចុងក្រោយរបស់សាទីហើយក៏មួយជើងទៀតរបស់សាទីមុននឹងការប្រកួតបញ្ចប់ដូច្នេះចប់ការប្រកួតជាផ្លូវការគឺភ្នំពេញក្រោន1បង្កេត2អរគុណទស្សនិកជនសម្រាប់ការតាមដានទស្សនាការប្រកួតតាំងតែពីដើមរហូតដល់ចប់ខ្ញុំបាទនីរធីរួមជាមួយ